ក្មេងម៉ានេះលុយ5000មកលីវទៅឲ្យឆ្ងាយទៅកុំមករំខានពេលពួកយើងកំពុងអង្គុយលេងទៅឲ្យផុតចង់ស្លាប់មែនទេលោកលេវអញកំពុងគំរាមអញមែនទេអាល្ងងនេះជានរណាឲ្យពិតប្រាកដគ្រាន់តែឃើញកែវភ្នែករបស់អញមានអារម្មណ៍ថាដូចជាកំពុងតែចិត្តស្លាប់អញ្ចឹងលោកយើងប្រញាប់ទៅសិនល្អជាងចាំដល់ពេលយន្តហោះចុះចតអញធានាថាអញគ្មានផ្លូវដើរចេញពីប្រលានយន្តហោះនេះរួចទេលុតជង្គង់ចុះអាល្អិតលុតជង្គង់ចុះមកឲ្យស្រួលបួលឲ្យអញសម្លាប់ឯងទៅឲ្យឆ្ងាយទៅវីមកដោះស្រាយវីសម្លាប់វីទៅវីរហូតដល់ផ្ដួលកងកម្លាំងពិសេសទាំង8នាក់អញជានរណាឲ្យពិតប្រាកដបើមិនមែនព្រោះតែទីនេះជាស្រុកកំណើតទេអញស្លាប់បាត់ទៅហើយលុយឲ្យទៅហើយឯកសារក៏ចុះហត្ថលេខារួចហើយដែរនៅរឿងក្បាលមិនព្រមទៅទៀតចង់ធ្វើជាអ្នករឹងតឹងមិនព្រមរើផ្ទះមែនទេខ្ញុំមិនបានយកលុយទេហើយក៏មិនចង់រឹងតឹងដែរខ្ញុំគ្រាន់តែរងចាំកូនប្រុសរបស់ខ្ញុំរងចាំ1ឆ្នាំទៀតសុំតែ1ឆ្នាំទេនៅរងចាំទៀតរងចាំកូនឯងរងចាំមើលថាតើវានឹងវាចេញមកពីណាសុំមេត្តាអាណិតផងណាថ្ងៃនេះអញនឹងលេងជាមួយហាញឲ្យដល់ពួកម៉ាក់ទាំងអស់គ្នាវីឲ្យធ្ងន់ដៃមកកុំវីទៀតអីឈប់វីទៅអត្រាតបន្តកំតិចវីទៀតទៅអញចង់ឲ្យវីឃើញតបភ្នែកផ្ទះចាស់នេះคล้ายទៅជាគំនោសម្រាមយ៉ាងម៉េចចៅប៉ាវឈប់ដៃទៅហាញជាអ្នកណាហ៊ានប៉ះពាល់ឪពុកម្ដាយអញផងចង់ស្លាប់មែនទេអូហាញគឺជាកូនប្រុសរបស់ជាងចាស់មែនទេរមៀនហាញទុកមុនអញជាមនុស្សរបស់បងខ្លាមកពីក្រុមនាខៀវមិនថាហាញជាមនុស្សរបស់នរណាទេថ្ងៃនេះជីវិតហាញត្រូវតែចប់អញចង់បានឯងកូនហៅមែនកូនមែនទេយកវាទៅឲ្យឆ្ងាយប៉ាម៉ាក់កូនត្រឡប់មកវិញហើយកូនប្រុសត្រឡប់មកវិញបានក៏ល្អហើយទី3វាជាមនុស្សរបស់មេខុយខ្លាវាសាហាវខូខើណាស់វាប្រកាសជាមកសងសឹកមិនខានឆាប់រៀបចំអីវ៉ាន់ទៅលាក់ខ្លួនសិនទៅលាក់ខ្លួនមើលនរណាក្លាហាននឹងមកលាក់ខ្លួននៅឲ្យឆ្ងាយល្អិតប្រាប់មកថាអ្នកណាប៉ះប្អូនអញនឹងទុកជីវិតឲ្យឯងបើមិនអញ្ចឹងទេទោះបីជាមានលុយរាប់លានក៏គ្មាននរណាសង្គ្រោះអញបានដែរអញនិយាយម្ដងទៀតចេញទៅឬក៏ស្លាប់មេខ្លាគឺអាមួយនេះហើយលោកត្រូវតែសងសឹកឲ្យខ្ញុំអត់ប្រយោជន៍ចេញទៅឆ្ងាយទៅឯងលុបជង្គង់ចុះឯងចង់ស្លាប់មែនទេពីមុនមានម្នាក់ធ្លាប់បង្ខំឲ្យឯងលុបជង្គង់ស្មើនៅលើភ្នូវាដុសកម្ពស់3ហត្ថទៅហើយអញនឹងកាត់ក្បាលឯងចោលពួកឯងចូលស្ងៀមធ្វើស្អីសម្រាប់វាទៅអ្នកណាអាចសម្រាប់វាបានអញឲ្យ2លានដៃទេកាច់បំពង់ដែកបាក់នៅហ៊ានសបត់ទៀតហើយឈប់ទាំងអស់គ្នាតើអ្នកមិនស្គាល់ទេថានេះគឺលោកចាងឡុងដែលត្រូវបានគេស្គាល់ថាជាទេពនេះធ្វើអីចាងឡុងគោរពលោកជាងលោកស្រីលីនបានដឹងថាអ្នកកំពុងជួបបញ្ហាខ្ញុំមកជួយអ្នកដើម្បីសងគុណអ្នកលីនស៊ីរ៉ូនារីម្នាក់នេះពិតជាគួរឲ្យចាប់អារម្មណ៍មែនដល់ពេលត្រូវគិតគូរគ្នាហើយចាងឡុងខ្ញុំមិនស្គាល់ថាលោកមួយនេះជាអ្នកណាទេលោកជាងគឺជាអ្នកមានគុណរបស់កញ្ញាធំយើងក្នុងការដែលហ៊ានប៉ះពាល់ដល់ឪពុកម្ដាយគាត់ត្រូវតែទទួលទណ្ឌកម្មថ្ងៃនេះខ្ញុំនឹងកាត់ដៃពួកឯងម្នាក់ដើម្បីជាការព្រមានលោកជាងលោកយល់យ៉ាងណាដែរចំពោះការដោះស្រាយបានទេទៅឲ្យផុតលោកជាងលើកក្រោយបើមានអ្នកណាហ៊ានមកបង្កបញ្ហាទៀតលោកគ្រាន់តែខំមកលេខនេះចុះនឹងមកដល់ភ្លាមតែម្ដងបានអរគុណច្រើនអាឡូជាងហៅចង់ផ្ញើលុយទៀតមែនទេខ្ញុំកំពុងរាក់ទាក់ភ្ញៀវនៅបាសឺនហៃ Channel ឯងចាំទៅមើលឪពុកម្ដាយឯងភ្លេចផ្ញើលុយមកឲ្យហើយនៅតែជាការដដែលនោះបងលីននរណាគេហ្នឹងអ្នកមានគុណរបស់ខ្ញុំអ្នកនេះមានលុយខ្លាំងណាស់គាត់ផ្ញើលុយមកឲ្យខ្ញុំរាល់ខែមានមនុស្សចិត្តល្អដល់ថ្នាក់នេះផងហេបងលីនណែនាំឲ្យខ្ញុំស្គាល់ផងបានទេអាម្នាក់នេះខួរក្បាលវាមានបញ្ហាមានពេលខ្លះវាផ្ញើមក 3-4 ម៉ឺនច្រើនបំផុតគឺ5លាន8ឆ្នាំជាប់គ្នាអត់ដែលដាច់សំបីម្ដងក៏ព្រោះតែអាល្ងងម្នាក់នោះទើបខ្ញុំមានទ្រព្យសម្បត្តិរាប់រយលានដូចសពថ្ងៃនេះអញ្ចឹងទេហេជាងបងលីនឯងមើលងាយថាខ្ញុំជាមនុស្សរងងមែនទេជាងហៅអញត្រឡប់មកវិញតាំងពីពេលណាជាងតុងលីនប៉ុន្មានឆ្នាំមកនេះលុយដែលអញផ្ញើឲ្យហាញពិតជាបានយកទៅឲ្យពុកម្ដាយឯងមែនទេបងហៅជាងតុងលីនម្នាក់នេះឲ្យតម្លៃលើភាពស្មោះត្រង់បំផុតសូមស្បោះនឹងទេវតាបើកឹបកេងលុយបងឲ្យតែស្លាប់មិនបានល្អនៅចូលស្កតធ្វើស្អីទៅទទួលបងហៅទៅគាត់នេះហើយជាបងប្រុសបង្កើតរបស់ខ្ញុំចាំអញទៅបន្ទប់ទឹកមួយផ្លែតហាញគិតថាអញជាមនុស្សងងមែនទេចាំមើលហាញលេងល្បិចអីទៀតស៊ូឡាហ៊ូមិនថាហាញនៅទីណាទេមកបាសៀងហាយភ្លាមអញចង់សម្លាប់មនុស្សម្នាក់លោកស្រីលីនខ្ញុំនៅមន្ទីរពេទ្យទៅមិនរួចទេកុំយកលេងមកនិយាយជាមួយអញបើ1ម៉ោងទៀតមិនឃើញមកដល់អញនឹងសម្លាប់ហាញបកស្រាយមកមើលមិនក៏ជាអាមនុស្សចិត្តសាហាវនេះមកទៀតហើយហៅអញមិនបានឲ្យលុយឪពុកម្ដាយហាញសំបីតែមួយកាក់ចុះមិនវិញឥឡូវនេះមែនទេមនុស្សរបស់អញមកដល់ហើយហាញចប់ហើយអញ្ចឹងមែនទេពួកវាជាមនុស្សរបស់ហាញមែនទេពិតប្រាកដណាស់ស៊ូឡាហ៊ូខ្លះសម្រាប់វាចោលទៅអញឲ្យហាញ3លាន
ជាងហាវចាំអញឲ្យហែងឃើញថាគម្លាតរវាងមនុស្សនិងមនុស្សវាខុសគ្នាយ៉ាងណាសៀវហូគោរពលោកម្ចាស់ជាងសៀវហូអាចឆ្កែដែលឯងบอกឲ្យឯងទៀតហើយអញហៅពួកឯងមកដើម្បីមកសម្រាប់អប់រំលោកជាងហាវគឺជាភ្ញៀវកិត្តិយសរបស់ខ្ញុំជាងតុងលីនឯងចង់ស្លាប់មែនទេអញនៅមានបាក់ពួកប៉ុន្មានអ្នកទៀតហៅពួកវាមកទាំងអស់មកអាខ្លះអញគ្រាន់តែជាអាចទេជាងហាវពេលនេះអញជាមនុស្សរបស់សមាគមនាគៀវហើយក៏ជាអ្នកទទួលខុសត្រូវលើគម្រោងរស់រើនេះដែរបើចង់ដឹងការពិតត្រូវបន្តផ្ញើលុយឲ្យអញរាល់ខែបើមិនអញ្ចឹងទេក្រុមគ្រួសារអញទាំងអស់អញនឹងសម្លាប់ចោលឲ្យអស់ឯងកំពុងគំរាមអញមែនទេបងហាវសូមមេត្តាជីវិតឥឡូវនេះខ្ញុំគ្មានលុយទេត្រូវការពេលដើម្បីដកប្រាក់ផ្ដល់ពេលឲ្យខ្ញុំបន្តិចទៀតជាងតុងលីនឃើញថាយើងធ្លាប់រាប់អានគ្នាជាបងប្អូនវ័យថ្ងៃខ្ញុំនឹងមកយកដោយខ្លួនឯងទាំងប្រាក់ដើមនិងការប្រាក់បងថៃជឺនៅត្រូវសម្លាប់មនុស្សប៉ុន្មានអ្នកទៀតជាងហាវឯងនេះហ៊ានមែនទេដែលហ៊ានមកទីនេះមែនលោកជាងនេះហើយមែនទេអ្នកទីបំណុលដែលឯងនិយាយមើលទៅសល់កម្លាំងម្លេះដល់ថ្នាក់ឯងដោះស្រាយមិនបានបងថៃជឺកុំចាញ់បោកវាឲ្យសោះអាមួយនេះវាមានកម្លាំងខ្លាំងពីកម្លាំងខ្លាំងណាស់វាជន់ក្បឿងបែកខ្ទេចត្រឹមតែមួយជើងខ្ញុំបានបញ្ជូនមនុស្សឲ្យតាមដានទើបដឹងរឿងនេះកម្លាំងវាខ្លាំងពិតមែនអាល្អិតអញឲ្យឱកាសឲ្យម្ដងលើកជង្គង់សុំទោសភ្លាមមកអញនឹងទុកជីវិតឲ្យឯងជាងហាវបានឬទេបើមិនចង់ស្លាប់ទេនោះលើកជង្គង់ចុះឲ្យលឿនមកជាងតុងលីនលុយរបស់អញណែណាជាងហាវអញដឹងទេថាអ្នកណានេះគឺលោកតៃសឹងគឺដែលល្បីល្បាញជាមនុស្សសំខាន់របស់ក្រុមហ៊ុនជីងឡុងប្រធានផ្នែកសន្តិសុខមេខ្លោងដែលល្បីឈ្មោះទាំងស្ខាងអញហ៊ានអួតអាងនៅចំពោះមុខគាត់ផងហោអញមានសមត្ថភាពគ្រប់គ្រាន់ដែរឬនៅចង់មកទាលុយពីអញទៀតអញនិយាយម្ដងទៀតណាលុយណែណាអាល្អិតឯងរឿងនេះមិនពាក់ព័ន្ធនឹងអញទេឲ្យឱកាសអញទៅបាត់ទៅដកឡានទៅចូលទៅកាត់ជើងវាចោលរួចបោះវាចេញទៅអាល្អិតឯងចង់កាត់ជើងខ្លួនឯងឬចង់ឲ្យអញជួយក្តឹបចេញទៅអាល្អិតឯងចង់ស្លាប់មែនទេអញស្អប់បំផុតអ្នកណាដែលមកយាយីការងាររបស់អញអាល្អិតអញពិតជាអត់ខ្លាចស្លាប់មែនចូលទៅព្រមគ្នាទៅសម្លាប់វាចោលទៅអញជានរណាឲ្យពិតប្រាកដពួកយើងសុទ្ធតែជាអ្នកប្រឡូកក្នុងពិភពងឹតដូចគ្នាទុកមុខឲ្យខ្ញុំផងលេងចែងដងលេនម្នាក់ទៅយកយ៉ាងម៉េចដែរមុខមាត់របស់អ្នកមានតម្លៃតែ100លានប៉ុណ្ណោះ100លានស្អីទេចែងដងលេនបានកឹបកេងលុយខ្ញុំ100លានបើអ្នកហ៊ានចេញមុខជួយវាសងជំនួសវិញជីវិតពួកអ្នកទាំងពីរខ្ញុំយកវាលោកថេសៃជាអ្វីដែលវានិយាយគឺជាលោកថេសៃជីកុំទៅជឿសម្ដីវាអីខ្ញុំមិនបានកឹបកេងលុយគេតតែសោះវាចេះតែនិយាយមួយបង្កាច់ខ្ញុំទេចែងដងលេនអញហ៊ានបោកប្រាស់ខ្ញុំមែនទេចែងហៅរឿងនេះខ្ញុំលែងពាក់ព័ន្ធហើយអាម្នាក់នេះអញចង់សម្លាប់ឬកាត់ទោសបែបណាក៏តាមចិត្តអញធ្វើស្អីក៏ធ្វើទៅតែសូមឲ្យពួកយើងទៅចោះក្តឹបទៅឲ្យឆ្ងាយបើកុំទុកអូនចោលណាសូមមេត្តាជួយនាំអូនទៅជាមួយផងឲ្យពេលអញ30នាទីលុយទាំងអស់ត្រូវផ្ទេរចូលក្នុងកាត់នេះបើខ្វះទូតែមួយកាក់អញនឹងកាត់ក្បាលឯងសុំទោសលោកម្ចាស់មានរឿងអីកើតឡើងលីងហ្វាអញមិនអាចធ្វើឲ្យខ្ញុំស្រួលចិត្តបន្តិចបានទេហើយកែនេះជាឈុតអាម៉ានីរបស់ខ្ញុំតម្លៃរាប់ម៉ឺនដុល្លារត្រូវបុគ្គលិកក្នុងហាងលោកធ្វើឲ្យប្រឡាក់អស់ហើយអញថាគួរធ្វើយ៉ាងម៉េចទៅអាហារថ្ងៃនេះគឺហ្វ្រេទាំងអស់លោកយកយ៉ាងម៉េចដែរនរណាគេចង់បានហ្នឹងឥឡូវនេះលោកជង្គង់ចុះជាបន្ទាន់ហើយសុំទោសខ្ញុំមកនោះខ្ញុំនឹងប្រឡែងឯងរឿងនេះចាត់ទុកថាចប់ត្រឹមហ្នឹងលីងហ្វានិយាយថាគេនិយាយអ្វីខ្លះលោកជង្គង់ចុះលីងហ្វាអញមិនលោកជង្គង់មែនទេបើអញ្ចឹងខ្ញុំនឹងកាត់ប្រាក់ខែឲ្យអស់គុំធ្វើអីសៀវហៅទៅត្រឡប់មកពីក្រៅប្រទេសវិញគេត្រូវការលុយហើយនៅមានកុយហ្វានឹងជីនលៀនទៀតគេចាំបាច់ត្រូវតែប្រើលុយអ្នកមិនចាំបាច់បង្ខំគាត់ឲ្យលោកជង្គង់ចូលស្កប់ធ្វើស្អីទៀតប្រញាប់ឡើងសម្រាប់អាម្នាក់នេះចោលទៅរឿងនេះអាចទៅរួចយ៉ាងម៉េចទៅមានតែប៉ុណ្្នឹងមែនទេអាល្អិតអញជាមនុស្សរបស់ពួកខ្លាណាអញហ៊ានប៉ះអញមែនទេអញនឹងធ្វើឲ្យអញរស់មិនសុខស្លាប់មិនលក់មិនខានឈប់ភ្លាមចិត្តត្រង់ជ្រុងខាងឆ្វេងក្រោមដើម្បីទស្សនាវគ្គពេញ